តើព្រះអាទិត្យក៏កើតឡើងពីអ្វីតើអវកាសយានិកបានទៅដល់ឋានព្រះច័ន្ទដោយរបៀបណាហើយតើពួកគេបានរកឃើញអ្វីខ្លះនៅទីនោះសួស្តីក្មេងៗទាំងអស់គ្នាសុខសប្បាយទេសូមស្វាគមន៍មកកាន់ Kid Podcast ដែលជាកម្មវិធីសម្រាប់កុមារដែលមានទាំងភាពសប្បាយនិងចំណេះដឹងថ្មីៗនៅក្នុងកម្មវិធីថ្ងៃនេះយើងនឹងធ្វើដំណើរទៅស្វែងយល់អំពីពិភពលោកដ៏អស្ចារ្យជុំវិញខ្លួនយើងនៅក្នុងវគ្គថ្ងៃនេះដែរយើងនឹងទៅស្វែងយល់អំពីផែនដីព្រះអាទិត្យព្រះច័ន្ទនិងផ្កាយបើត្រូវជាស្ដាប់ឲ្យបានល្អហើយត្រៀមខ្លួនទៅផ្សងព្រេងជាមួយ Kid Podcast ទាំងអស់គ្នាផែនដីមានទំហំ510លានគីឡូម៉ែត្រក្រឡាមានអង្កត់ផ្ចិត 6,371 គីឡូម៉ែត្រផ្ទៃដីផុសពីទឹកសមុទ្រមាន149,400,000 គីឡូម៉ែត្រក្រឡាស្មើនឹង 29% នៃផែនដីសរុបនិងផ្ទៃសមុទ្រមាន360,700,000 គីឡូម៉ែត្រក្រឡាស្មើនឹង 71% នៃផែនដីសរុបភពផែនដីគឺជាភពពិសេសតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យដែលមានទឹកនិងបរិយាកាសសម្បូរដោយអុកស៊ីហ្សែនមានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវិតចម្ងាយរវាងផែនដីទៅឋានព្រះច័ន្ទដែលមានប្រវែងជិតបំផុតនិងឆ្ងាយបំផុតចាប់ពី 38,000 ដល់ជាង 40,000 គីឡូម៉ែត្រផែនដីគឺជាភពលំដាប់ទី3ក្នុងប្រព័ន្ធព្រះអាទិត្យដែលមានចម្ងាយជាមធ្យមពីផែនដីទៅព្រះអាទិត្យគឺ150លានគីឡូម៉ែត្រឯណោះបើគេនិយាយចម្ងាយឆ្ងាយបំផុតគឺ152លានគីឡូម៉ែត្រនិងបើនិយាយចម្ងាយជិតបំផុតគឺ147លានគីឡូម៉ែត្រនៅពេលដែលអ្នកសម្លឹងមើលទៅមេឃនាពេលរាត្រីអ្នកឃើញផ្កាយរះយ៉ាងត្រចះត្រចង់ដែលនៅសែនឆ្ងាយអ្នកប្រហែលជាអាចនឹងឃើញព្រះច័ន្ទផងដែរហើយអ្វីដែលអ្នកបានឃើញនោះវាគ្រាន់តែជាផ្នែកមួយភាគតូចរបស់លំហដ៏ធំល្វឹងល្វើយប៉ុណ្ណោះបើយើងមើលទៅព្រះច័ន្ទវាហាក់ដូចជាតូចណាស់អញ្ចឹងប៉ុន្តែបើធ្វើដំណើរជុំវិញវានោះយើងត្រូវប្រើពេលរហូតដល់4ថ្ងៃផែនដីរបស់យើងវាគ្រាន់តែជាដុំថ្មមួយដុំប៉ុណ្ណោះនៅក្នុងលំហទាំងមូលវាជាភពមួយក្នុងចំណោមភពទាំង6ភពនីមួយៗកោចរជុំវិញព្រះអាទិត្យតាមគន្លងនីមួយៗរបស់វាព្រះអាទិត្យរួមជាមួយនឹងភពទាំងអស់នោះត្រូវបានគេហៅថាប្រព័ន្ធព្រះអាទិត្យអ្នកជំនាញធ្លាប់ចាត់ទុកភពភ្លុយតូជាភពមួយក្នុងចំណោមភពទាំង9ប៉ុន្តែក្រោយមកពួកគេក៏ប្រូរវាមកត្រឹមជាភពបម្រុងគឺភពក្រិនទៅវិញបើមើលពីភពផែនដីយើងទៅភពទាំងអស់ហាក់ដូចជាមានទំហំប្រហាក់ប្រហែលគ្នាប៉ុន្តែភពខ្លះមានទំហំធំជាងភពដទៃដល់ទៅរាប់សិបដងភពសៅរ៍នៅឆ្ងាយពីភពផែនដីយើងខ្លាំងណាស់ដោយយានអវកាសត្រូវចំណាយពេលរហូតដល់ទៅ7ឆ្នាំដើម្បីធ្វើដំណើរទៅដល់ទីនោះព្រះអាទិត្យគឺជាផ្កាយមួយវាជាផ្កាយដែលនៅជិតភពផែនដីយើងបំផុតដូច្នេះហើយទើបធ្វើឲ្យមើលទៅមានទំហំធំជាងផ្កាយដទៃទៀតព្រះអាទិត្យត្រូវបានបង្កើតឡើងដោយពពកក្រាស់នៃដុំធូលីនិងឧស្ម័នផ្ទៃខាងលើរបស់ព្រះអាទិត្យមានពពុះនិងពុះដោយសារតែកម្ដៅក្តៅខ្លាំងវាបានប្រែក្លាយទៅជាដូចបាល់ឧស្ម័នដែលមានពន្លឺមួយអញ្ចឹងនិងក្តៅបំផុតនៅចំណុចកណ្ដាលព្រះអាទិត្យមានតំបន់ងងឹតជាច្រើន
ដែលគេហៅថាចំណុចខ្មៅព្រះអាទិត្យប៉ុន្តែទាំងនោះមិនសូវជាក្តៅដូចកន្លែងផ្សេងៗទៀតនៅលើព្រះអាទិត្យនោះទេផែនដីនិងព្រះអាទិត្យផែនដីវិលជុំវិញខ្លួនឯងខណៈពេលដែលវាវិលជុំវិញព្រះអាទិត្យផ្នែកនៃផែនដីដែលបែរទៅព្រះអាទិត្យមានពន្លឺឬថ្ងៃចំណែកផ្នែកនៃផែនដីដែលមិនមានពន្លឺព្រះអាទិត្យមកដល់คล้ายជាពេលយប់ហេតុដូច្នេះហើយទើបផែនដីមានយប់មានថ្ងៃដោយវាវិលជុំវិញខ្លួនឯងនៅពេលដែលតំបន់ដែលអ្នករស់នៅងងឹតឬយប់ផ្នែកម្ខាងទៀតនៃផែនដីមានពន្លឺឬថ្ងៃព្រះអាទិត្យស្ថិតនៅឆ្ងាយខ្លាំងណាស់ពីផែនដីយានអវកាសឈ្មោះ Ulysses ត្រូវបានគេបញ្ជូនទៅក្នុងលំហដើម្បីសិក្សាអំពីព្រះអាទិត្យពីចម្ងាយយានអវកាសនោះមិនអាចហោះទៅជិតព្រះអាទិត្យពេកនោះទេព្រោះវាអាចនឹងរលាយដោយសារកម្ដៅដ៏ក្ដៅរបស់ព្រះអាទិត្យព្រះអាទិត្យផ្ដល់ពន្លឺនិងកម្ដៅដល់ភពផែនដីយើងភាវៈមានជីវិតនៅលើភពផែនដីទាំងអស់មិនអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យបានទេដល់ពេលដែលត្រូវលាគ្នាសម្រាប់ថ្ងៃនេះហើយសង្ឃឹមថាក្មេងៗទាំងអស់គ្នាបានរៀនអ្វីថ្មីៗនិងមានភាពសប្បាយរីករាយជាមួយ Kid Podcast កុំភ្លេចតាមដានវគ្គក្រោយបន្តទៀតព្រោះយើងនឹងនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីៗនិងពិភពលោកដ៏អស្ចារ្យជាច្រើនទៀតជួបគ្នាវគ្គក្រោយលាហើយក្មេងៗ